ពីថ្មីនេះនៅរសៀលថ្ងៃទី17ខែមិថុនាឆ្នាំ2026លោកយ៉ាវសានិនអភិបាលនៃគណៈអភិបាលស្រុកព្រះស្ដេចបានអញ្ជើញចូលរួមពិធីកាត់ខ្សែបូសម្ពោធការបើកតាំងពិព័រណ៍ផលិតផលទូទៅក្នុងស្រុកភូមិមួយផលិតផលមួយក្រោមអធិបតីភាពហាសវងតារាអនុប្រធានគណៈកម្មាធិការជាតិនិងជំរុញចលនាភូមិមួយផលិតផលមួយតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចាអុករ៉ាបុនទេសរដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយនិងឯកឧត្តមវង្សសេនពិសុទ្ធអភិបាលរងនៃគណៈអភិបាលខេត្តតំណាងឯកឧត្តមស៊ុនសុមាលិនអភិបាលនៃគណៈអភិបាលខេត្តព្រៃវែងនៅបរិវេណបណ្ដោយសួនច្បារទល់មុខសាលាខេត្តព្រៃវែងជំរាបសួរជំរាបរលឹកចាអំពីទស្សនវិជ្ជាដ៏សែនកម្រមានដែលកើតមាននៅក្នុងទឹកដីខេត្តព្រៃវែង